សំណួរចូលពណ៌នាពីចលនាស្វែមេឃប្រចាំឆ្នាំចម្លើយពណ៌នាពីចលនាស្វែមេឃប្រចាំឆ្នាំនៅពេលយើងសង្កេតមើលស្វែមេឃក្នុងរយៈពេល4 ទៅ 5 ខែអ្នកនឹងឃើញតារានិករថ្មីរះឡើងនៅលើមេឃខាងកើតហើយតារានិករចាស់បាត់ពីមេឃទៅវិញនៅទិសខាងលិចតារានិករនីមួយរះជាបន្តបន្ទាប់មួយឆ្នាំក្រោយមកនៅពេលផែនដីវិលដល់ចំណុចដើមវិញក្នុងគន្លងរបស់វាយើងនឹងមើលឃើញមេឃនៅដដែលមនុស្សសម័យដើមបានកំណត់រដូវដោយប្រើប្រាស់តារានិករផ្សេង